ថ្ងៃមុនប្តីគាត់កំងឲ្យខ្ញុំឆាននំបញ្ចុកក្រៀមឲ្យគាត់ញ៉ាំតែថ្ងៃនេះកូនស្រីខ្ញុំនេះមកកំងឲ្យខ្ញុំឆាននំបញ្ចុកក្រៀមឲ្យគាត់ញ៉ាំវិញម្ដងចាសួស្តីបងប្អូនហើយមុននឹងបានតែរៀបចំឆាប់នំបញ្ចុកក្រៀមហ្នឹងយើងមករៀបចំគ្រឿងក្រៅយើងសិនខ្ញុំយកនំបញ្ចុកក្រៀមហ្នឹងទៅត្រាំទឹកសិនទៅយើងទុកនឹងម្ដុំសិនរួចខ្ញុំមកហាន់បន្លែវិញម្ដងថ្ងៃនេះខ្ញុំមានស្ពៃក្តោបហើយនិងការ៉ុតខ្ញុំហាន់ស្ពៃក្តោបរួចហើយខ្ញុំមកហាន់ការ៉ុតវិញម្ដងការ៉ុតហ្នឹងខ្ញុំហាន់ប្រទេសស្ដើងល្មមរួចហើយខ្ញុំយកវាមកហាន់បែបតសៃវិញចាឥឡូវហ្នឹងបន្លែខ្ញុំក៏ហាន់រួចរាល់អស់ហើយខ្ញុំក៏រៀបចំវាទុកនឹងម្ដុំសិនទៅរួចហើយខ្ញុំមកលាយគ្រឿងទេសវិញម្ដងទេសដែលខ្ញុំលាយនោះមានដូចជាម្សៅស៊ុបស្ករសប្រេងខ្យងទឹកស៊ីអ៊ីវហើយខ្ញុំចាក់ទឹកចូលទៅបន្តិចទៅយើងលាយគ្រឿងនឹងឲ្យលាយសព្វចូលគ្នាទៅតែប៉ុណ្្នឹងគឺថារួចហើយខ្ញុំទុកនឹងម្ដុំសិនទៅចាឥឡូវនេះបន្លែសាច់អីខ្ញុំក៏រៀបចំរួចរាល់អស់ហើយឥឡូវខ្ញុំមកដាក់ខ្ទះដាក់ប្រេងឲ្យវាក្តៅទៅរួចចាប់ដើមខ្ញុំចៀនពងមុនសិនខ្ញុំចៀនពងទានឹងរួចហើយខ្ញុំក៏ដួសពងទានឹងចេញទៅរួចហើយខ្ញុំក៏ចាក់ប្រេងថែមទៅបន្តិចរួចដាក់ខ្ទឹមសលីងឲ្យឈ្ងុយរួចហើយខ្ញុំក៏ចាក់សាច់នឹងចូលទៅឆាខ្ញុំឆាសាច់នឹងមួយស្ទុះខ្ញុំក៏ចាក់បន្លែនឹងចូលទៅឆាតាមក្រោយខ្ញុំឆាបន្លែនឹងមកត្រឡប់ឲ្យវាទ្រាំបន្លែនឹងបន្តិចទៅរួចហើយខ្ញុំក៏ដួសគ្រឿងទេសដែលខ្ញុំលាយរួចនឹងមកស្ព្រាពីស្ព្រាចូលក្នុងបន្លែនឹងទៅខ្ញុំឆាមកត្រឡប់ទៀតរួចហើយខ្ញុំក៏ចាក់នំបញ្ចុកក្រៀមនឹងចូលទៅតែម្ដងខ្ញុំចាក់នំបញ្ចុកក្រៀមនឹងចូលទៅរួចហើយខ្ញុំក៏ឆាវាមកស្ទុះសិនទៅខ្ញុំនឹងដាក់គ្រឿងទេសនឹងចូលទៅតាមក្រោយរួមម្យ៉ាងដែរពេលខ្ញុំលាយគ្រឿងទេសហើយស្រាប់ដាក់ក្នុងចានអញ្ចឹងពេលដែលខ្ញុំឆានំបញ្ចុកនឹងខ្ញុំដួសវាដាក់ម្ដងតិចទាំងទៅគ្រឿងនឹងវាសព្វបានល្អទៀតផងពេលដែលយើងឆាថ្ងៃនេះកូនស្រីខ្ញុំគាត់កំងឲ្យខ្ញុំឆានំបញ្ចុកក្រៀមនេះគាត់អត់នៅផ្ទះទេគាត់ទៅសាលារៀនបាត់ហើយគាត់ឲ្យខ្ញុំឆានំបញ្ចុកក្រៀមឆ្អិនហ្នឹងដួសដាក់ប្រអប់យកទៅឲ្យគាត់នៅសាលារៀនឲ្យគាត់ញ៉ាំខ្ញុំឆានំបញ្ចុកក្រៀមហ្នឹងឆ្អិនរួចហើយខ្ញុំក៏ដួសដាក់មកប្រអប់យកផ្ញើទៅបងថ្លៃឲ្យបងថ្លៃជួយយកទៅឲ្យកូនខ្ញុំនៅសាលារៀនផងព្រោះឲ្យគាត់ទៅយកកូនគាត់នៅសាលារៀនដែរអញ្ចឹងខ្ញុំផ្ញើបងថ្លៃយកទៅឲ្យកូនខ្ញុំនៅសាលារៀនដើម្បីគាត់យកទៅញ៉ាំនៅសាលារៀនគួរ